វីដេអូថ្ងៃនេះមករៀងវែងតិចឯបងប្អូនរបៀបនៃការធ្វើគឹមឈីងាយមិនស្មុគស្មាញទេតានីបងប្អូនឃើញហើយมันពិបាកគិតហើយធ្វើតែមួយយប់ពេលស្អែកឡើងឆ្ងាញ់ជូរល្មមហ្មងហើយញ៉ាំជាមួយនឹងពោះតាន់ចេះទៀតបែបកូរ៉េទៀតបងប្អូនណែមិនបាច់ទៅកូរ៉េទេនៅផ្ទះខ្លួនឯងក៏ធ្វើញ៉ាំបានហើយរសជាតិអាស្រ័យលើចំណង់ចំណូលចិត្តយើងទៀតពេលខ្លះយើងគិតថាវាមិនអាចជារសជាតិដើមប៉ុន្តែវាត្រូវមាត់ជាងយើងទិញគេអញ្ចឹងណាបងតែបើសម្រាប់ខ្ញុំវិញខ្ញុំធ្លាប់ញ៉ាំនៅហាងកូរ៉េគេផ្ទាល់រសជាតិដើមរបស់គេឆ្ងាញ់ខ្លាំងបងប្អូនអត់ដូចទេនិយាយមកទៅគឺអត់ដូចយើងធ្វើខ្លួនឯងទេព្រោះសិក្សាគេមានប្រអកកពឹសនោះដាក់ទៀតក្លិនរៀងប្លែកអញ្ចឹងឲ្យគីមឈីរបស់នេះខ្ញុំថ្ងៃហ្នឹងនេះខ្ញុំដាក់ជាមួយនឹងផ្លែសេរីនិងមួយផ្លែប៉ោមមួយផ្លែចាការ៉ុតមួយមើមហើយជាមួយខ្ទឹមបារាំងចាចំនួន1មើមដែរបងប្អូនអើយចានិយាយទៅងាយមែនតើអង្ការដំបងឡើយនេះខ្ញុំអត់ចេះធ្វើមើលវីដេអូរបស់គេអង្ការដំបង3-4ឆ្នាំមុនមើលទៅអូយឡើងក្រឹតក្រំអីណាអីឡើងបបាដល់ពេលឥឡូវមានបបាទេស្រួលចង់ងាប់ដល់ពេលខានធ្វើយូរដល់ពេលយើងទិញតែគេញ៉ាំនៅឃើញថាអញ្ចឹងទិញគេញ៉ាំទៅឲ្យវាតិចប៉ុន្តែបើយើងគិតមើលទៅដល់ពេលទិញគេញ៉ាំយូរទៅអត់ឆ្ងាញ់នេះខ្ញុំទិញគេបងប្អូននេះខ្ញុំទិញសិបពីម៉ាតពីអីមកហូបអត់កើតទេនិយាយត្រង់ប្រៃមិនទេហូបអត់កើតសោះប្រៃខ្លាំងទៀតណាមិនមែនប្រៃធម្មតាទេរសជាតិអត់មានឆ្ងាញ់អីបន្តិចទៀតដល់ពេលយើងធ្វើហូបខ្លួនឯងមានអីឆ្ងាញ់តែបងប្អូនរសជាតិត្រឹមមាត់យើងហើយសម្រាប់ស្ពៃបូកងថ្ងៃហ្នឹងនេះខ្ញុំដាក់ចំនួនតាមួយហ្នឹងប្រហែលជាខ្ទង់1គីឡូចោះយកបានសួរអ្នកលក់ថាម៉ានអញ្ចឹងណាហើយយើងហាន់វាដូចនេះខ្ញុំអញ្ចឹងមកវាអត់ម៉ត់វល់ទេបើបងប្អូនពុះកាត់យកមកវល់ហើយបើធ្វើទាំងវែងយើងប្រឡាក់ទាំងវែងណាអាហ្នឹងពេលយើងញ៉ាំរៀងពិបាកយកមកកាត់មកអីញ៉ៃច្រើនអញ្ចឹងយើងហាន់ហើយអញ្ចឹងទៅស្រួលអញ្ចឹងបន្ទាប់ពីហាន់ហើយអញ្ចឹងនេះខ្ញុំរោយអំបិលហើយអំបិលពេលយើងប្រឡាក់វាចំបាច់ដាក់ច្រើនទេបងប្អូនយើងធ្វើហូបខ្លួនឯងកុំដាក់ប្រៃកាលណាយើងញ៉ាំប្រៃច្រើនពេកក៏វាអត់ល្អសម្រាប់សុខភាពដែរវាអាចធ្វើយើងលើសឈាមលើអីចឹងណាចាអញ្ចឹងយើងរោយវាតិចប៉ុណ្ណឹងមកយើងទុកវារហូតដល់ស្ពៃរបស់យើងតុនបងប្អូនចាំយើងយកវាទៅសម្អាតអ្នកខ្លះគេអត់លាងទឹកទេគេដាក់ទឹកអំបិលហ្នឹងនេះខ្ញុំអត់ទេចាហើយបន្តមកទៀតនេះខ្ញុំយកទៅសក់ហ្នឹងទៅសក់ខ្មែរយើងហ្នឹងមកធ្វើគីមឈីដែរអញ្ចឹងណាបាន1គីឡូដែរអញ្ចឹងយកខ្ចីមែនទែនសឹងអត់មានក្របកាន់តែល្អបងប្អូនចាហើយបន្តមកយើងចាប់ផ្ដើមឈូសការ៉ុតយកទៅសៃខ្លះទុកលាយប៉ុន្តែបងប្អូនមិនបាច់ទុកក៏បានដែរអញ្ចឹងនេះខ្ញុំឈូសហើយនេះខ្ញុំហាន់ការ៉ុតមកដើម្បីយើងឲ្យកិនទៅវាស្រួលងាយបាត់ហើយកិនទៅវាម៉ត់បានល្អទៀតចាអញ្ចឹងពេលហាន់ការ៉ុតហាន់អីហើយរួចរាល់ហ្នឹងយើងចាប់ផ្ដើមយកចាសរកផ្លែសេរីរបស់យើងក៏ដូចជាផ្លែប៉ោមរបស់យើងនឹងមកហាន់បងប្អូននិយាយទៅនេះខ្ញុំហាន់ឲ្យរៀងទូចចឹងទៅវាងាយនឹងបាញ់ម៉ាស៊ីនរបស់យើងវាអត់តឹងអីចឹងណាចាសម្រាប់ប៉ោមក៏ដាក់តែមួយផ្លែសេរីក៏ដាក់តែមួយផ្លែហើយនេះខ្ញុំបញ្ជាក់បងប្អូនបើសិនជាយើងមានឲ្យសម្រាប់នេះដូចគេនោះអាកពឹសផ្អកកពឹសរបស់គេដូចរបស់កូរ៉េគេយកមកដាក់ហ្នឹងអូយឆ្ងាញ់មែននិយាយត្រង់បើមានឆ្ងាញ់នេះខ្ញុំថាទៅម៉ាតកូរ៉េចង់ទិញមកដែរតែទៅភ្នំពេញចេះតែមិនបានទិញអាហ្នឹងប្រហែលជាក្នុងម៉ាតកូរ៉េបានមានបើម៉ាតខ្មែររបស់យើងដូចអេអនអីអត់មានទេមានផ្អកកពឹសខ្មែរយើងអញ្ចឹងនេះខ្ញុំអត់ដែរសាផ្អកកពឹសខ្មែរព្រោះផ្អកកពឹសខ្មែរយើងធ្វើពីទឹកសាបបាទអាផ្អកកពឹសរបស់កូរ៉េហ្នឹងគេធ្វើពីទឹកប្រៃទៅក្លិនហើយខុសពីគ្នាសម្រាប់ដើមខ្ទឹមវិញបើជនជាតិកូរ៉េគេធ្វើទាំងវែងនេះខ្ញុំអត់ទេនឹងខ្ញុំកាត់ពី3កង់ហើយនេះខ្ញុំមកយកម្សៅអង្គមកជំនួសអង្គអញ្ចឹងណាបងប្អូនម្សៅតណើបយើងយកមកដាក់ទឹកហើយយើងកូរវានេះខ្ញុំដាក់2វែកតមកពីកូរវាហើយយើងទុកវាឲ្យត្រជាក់ហើយយើងចាប់ផ្ដើមមកកិនគ្រឿងយើងដែលមានចាដូចនេះខ្ញុំបានហាន់រៀបរាប់មុនមិញហ្នឹងតែដំបូងយើងដាក់ខ្ទឹមបារាំងផ្លែសេរីនិងផ្លែប៉ោមអីមកហើយបន្ទាប់មកនេះខ្ញុំចាក់ជាមួយនឹងទឹកត្រីប្រហែលជាកន្លះកូនចានចង្កឹះទឹកត្រីនេះអត់សូវប្រៃទេណាយើងកិនវាអត់មានទឹកចឹងមិនកិនមកបន្ទាប់មកយើងដាក់ការ៉ុតដាក់អីមកហើយដាក់ការ៉ុតកិនឲ្យរីងយូរបន្តិចបងប្អូនចាំយើងចាប់ផ្ដើមយកម្ទេសក៏ដូចជាខ្ញីហើយនឹងខ្ទឹមសមកដាក់មកចាខ្ញីដាក់ប៉ុណ្ណាក៏បានអ្នកស្រីលោកបងប្អូនជួយចិត្តទេនេះខ្ញុំមកđâyនេះខ្ញុំដាក់មកល្មមឯកាលណាយើងដាក់ច្រើនខាងពេកវាលើសកម្រិតរបស់វាក៏ឆ្ងាញ់ដែរបន្ទាប់មកពេលបបរយើងចុះត្រជាក់ហើយយើងយកមកកិនលាយជាមួយបបរហ្នឹងពេលយើងដាក់ទៅធ្វើឲ្យគីមឈីរបស់យើងកាច់ជូរលឿនហើយនេះម្សៅម្ទេសកូរ៉េដោយសារនេះខ្ញុំអត់ដាក់ច្រើនព្រោះវាហិលនឹងខ្ញុំសាក់ភ្លក់មើលអញ្ចឹងណាព្រោះកាលណាហិលខ្លាំងពេកយើងកាពះអត់សូវល្អយើងញ៉ាំទៅក៏វាអត់ល្អដែរអញ្ចឹងយើងដាក់ហិលមកល្មមទៅយើងអាចហូបបានបន្តមកទៀតយើងចាប់ផ្ដើមយកគ្រឿងរបស់យើងស្ករម្សៅស៊ុបក៏ដូចជាប៊ីចេងនិងអំបិលមកដាក់តែយើងកុំដាក់វាច្រើនខ្លាំងពេកបងប្អូនអំបិលព្រោះដោយសារអីដោយសារស្ពៃរបស់យើង
អាប់មួយអំបិលចឹងវាប្រៃខ្លះហើយបើស្អីយើងដាក់ប្រៃខាងពេកក៏វាអត់ល្អដែរប៉ុន្តែបងប្អូនអាចភ្លក់បានគ្រឿងនឹងយើងភ្លក់មើលទៅសាបឬក៏ប្រៃអីឬក៏ស្ទើអីបងប្អូនអាចថែមតាមនឹងទៅបើຂະຫນាតរង្វាល់របស់ហាងរបស់គេមានຂະຫນាតប៉ុន្តែនេះខ្ញុំធ្វើនេះគឺធ្វើតាមចំណង់ចំណូលចិត្តតាមផ្ទះយើងជួយចិត្តរសជាតិចាដិតសាបប្រៃអីចឹងណាចាអញ្ចឹងឥឡូវដាក់ស្លឹកខ្ទឹមដាក់អីច្បល់វាមកច្បល់ចូលគ្នាឲ្យបានល្អមកដួសទុកបានហើយបងប្អូននេះខ្ញុំទុកតែមួយយប់ទេទុកហើយនេះខ្ញុំធ្វើពីម៉ោង3រសៀលរហូតដល់ស្អែកព្រឹកម៉ោងប្រហែល10គឺអាចញ៉ាំបានជូរសម្រាប់សសក់ក៏យើងធ្វើដូចគ្នាចឹងឯងបងប្អូនអើយចានិយាយទៅគីមឈីនេះខ្ញុំធ្លាប់ពីមុនធ្វើហូបខ្លួនឯងកាលនេះខ្ញុំនៅភ្នំពេញហើយធ្វើហូបខ្លួនឯងតែរហូតទៅកម្រទិញគេហើយបើមិនចឹងមិត្តភក្តិគាត់ធ្វើចឹងជួយចេញលុយគាត់ខ្លះចឹងទៅយើងយកមកញ៉ាំទៅចាដល់ពេលយើងធ្វើខ្លួនឯងឆ្ងាញ់ដល់ពេលទិញតាមម៉ាតមកឯអ្នកអើយភ្លក់រសជាតិរបស់គេប្រហែលជាមិនដឹងគេធ្វើស្តង់ដារអីទេប្រៃឡើងខេះចឹងណាហើយក៏មានឆ្ងាញ់អីតិចសោះហើយអត់ជូរទៀតគូផ្សំនឹងគេធ្វើដាក់លក់ភ្លាមវាអត់ជូរទៀតទៅកាន់តែលេងឆ្ងាញ់អញ្ចឹងដល់ពេលយើងធ្វើរួចរាល់ហើយយើងច្រកវាដាក់គីឡអញ្ចឹងមកណានេះខ្ញុំដាក់បាន2គីឡហ្នឹងបបបើគិតទៅដូចជាតម្លៃវាប្រហែលជាខ្ទង់20000ដែរ2គីឡហ្នឹងអញ្ចឹងណាតឹងតសក់ទៀតប៉ុន្តែគ្រឿងរបស់យើងអត់អស់ហេយើងទុកនៅ1គីឡបងប្អូនយើងអាចប្រើស្ពៃមកស្ពៃទៀតបាត់អស់គ្រឿងហ្នឹងហើយចាអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមមកនេះចៀនសាច់ជ្រូកអីចៀនអាពោះជ្រូកខ្លាញ់ដូចនៅកូរ៉េគេពេញនិយមណាបងប្អូនអញ្ចឹងនេះខ្ញុំរកទិញបានយកមកចៀនមកហើយមកផ្ទាប់ញ៉ាំបងប្អូនបើសិនជាយើងចៀនឲ្យស្រួយហើយយើងចាំហាន់យកមកញ៉ាំមួយគីមឈីវាឆ្ងាញ់មួយយ៉ាងពីយើងយកមកប្រឡាក់មួយគីមឈីធ្វើអញ្ចេះក៏បានដែរវាមួយយ៉ាងម្នាក់ប៉ុន្តែបើថាយើងដាក់វាស្រួយហើយយកមកផ្ទាប់មួយគីមឈីហ្នឹងកាន់តែឆ្ងាញ់ចានិយាយទៅមុខម្ហូបមួយមុខនេះគឺមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនមានចម្ងល់ខមមិនពីក្រោមជម្រាបលា